ខ្ញុំបានសូមគោរពជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាស្វាគមន៍មកកាន់ Channel បារមីចក្រវាលមហាសាលនិងបារមីស្រុកខ្មែរមហានគរសម្រាប់ថ្ងៃនេះដែរគឺខ្ញុំបាននាំមកអធិប្បាយអំពីទំនាយឆ្នាំ2025ដែលនឹងត្រូវកើតឡើងនៅក្នុងពេលវេលាខាងមុខនេះទាក់ទងនឹងការបម្រែបម្រួលភពផែនដីនិងសង្គមមនុស្សឲ្យបងប្អូនបានដឹងហើយជាសារដាស់តឿនជាដំណឹងមកកាន់មនុស្សលោកទាំងឡាយដែលមានឧបនិស្ស័យឲ្យបានត្រៀមខ្លួនទុកមុនពីរឿងគ្រោះមហន្តរាយធម្មជាតិអាកាសផ្ទៃមេឃនឹងមានការរង្គោះរង្គើខ្លាំងណាស់នៅក្នុងឆ្នាំនេះព្រោះថាអកុសលរបស់មនុស្សចម្រើនឡើងខ្លាំងមនុស្សទាំងឡាយមិនសូវប្រព្រឹត្តធម៌មិនសូវប្រព្រឹត្តបុណ្យទានសិលភាវនាហើយមួយចំនួនធំទៀតកំពុងតែលងលិចនៅក្នុងអំពើអាក្រក់អបាយមុខឬហៅថាសេចក្តីលោភៈទោសៈមោហៈគឺបាំងមុខឲ្យមនុស្សលែងខ្វល់លែងដឹងលែងយល់ស្គាល់បុណ្យទោសបុណ្យបាបឬក៏អំពើអាក្រក់ដែលខ្លួនកំពុងធ្វើនោះតាក់ទងជាមួយនឹងបាតុភូតនៅក្នុងឆ្នាំ2021ឬព្រឹត្តិការណ៍ទី1គឺពាក់ព័ន្ធជាមួយនឹងបាតុភូតចម្លែកដែលកើតឡើងស្ទើរគ្រប់បណ្ដាប្រទេសនីមួយៗមានរូបពពកចេញរូបរាងឬរូបភាពចម្លែកបងប្អូនបានដឹងជារូបភាពសត្វរូបភាពមនុស្សរូបភាពផ្សេងឬពពកទឹកក្រាស់ដែលដូចជាទឹកចំនួនជន់លិចឬក៏ទឹកដែលត្រូវបាក់ទំនប់ហូរមកកាន់ទីទឹកដីនៃឋានរបស់មនុស្សលោកឬភពផែនដីរបស់យើងដែលបញ្ជាក់អំពីដំណើរនៃការប្រែប្រួលរបស់ធម្មជាតិនិងការបំផ្លាញទី2ពាក់ព័ន្ធនឹងបាតុភូតផ្គរលាន់សម្លេងរបស់ចក្រវាលប្រាប់ហេតុសារដំណឹងឲ្យមនុស្សបានដឹងឲ្យឈប់ធ្វើអាក្រក់សារអាក្រក់សាងបាបបន្តទៅទៀតហើយសូមបញ្ជាក់ដែរថាបាតុភូតផ្គរលាន់ផ្គររន្ទះដែលកើតឡើងនេះមានភាពសាហាវកាយជាងមុនដោយសម្លេងនេះមានការបង្កប្រាប់ហេតុឬទោះបីតែគ្មានភ្លៀងក៏ដោយក៏មានសម្លេងផ្គររន្ទះនោះដែរហើយផ្គរនោះឯងជាសម្លេងប្រាប់ហេតុរបស់ចក្រវាលមកកាន់មនុស្សទាំងឡាយឲ្យបានដឹងជាដំណើរទុកទី3ពាក់ព័ន្ធជាមួយនឹងបាតុភូតព្រះអាទិត្យព្រះច័ន្ទបាំងឆ័ត្រឬក៏មានភាពញឹកញាប់មិនប្រក្រតីអាចកំបាំងធម្មជាតិក៏លេចឡើងបង្ហាញឲ្យមនុស្សមានផ្កាយដ៏ក្រន្ទុយជាដំណើរប្រាប់ហេតុប្រាប់លំនឹងមកកាន់ប្រទេសមួយចំនួនសូមបញ្ជាក់ដែរថាបាតុភូតផ្គរលាន់ផ្គររន្ទះនោះនឹងមានផ្គរលាន់8ទិសសាឬហៅថាផ្លេចបន្ទូលព្រាកដែលបង្ហាញជាសញ្ញាគ្រប់ទិសទាំងអស់ដល់មនុស្សទី2ពាក់ព័ន្ធជាមួយនឹងការបង្កសង្គ្រាមបង្កហេតុការផ្ទុះអាវុធរវាងបណ្ដាប្រទេសលោកខាងលិចនិងលោកខាងកើតដែលនាំឲ្យមានគ្រោះភ័យប្រទេសមួយចំនួនដែលកំពុងមានហានិភ័យបង្កគ្រោះថ្នាក់ដល់មនុស្សទាំងឡាយទាំងពួងដោយនុយក្លេអ៊ែរបរមាណូកាន់តែបង្កើតឡើងច្រើនឡើងដើម្បីទុកប្រហារឬហៅថាមាតុមិត្តកំពុងតែចេញច្រើនលក់លើដាក់គ្នាកាន់តែក្តៅកគុកបង្កឲ្យមានការស្លាប់រង្គាលប៉ះពាល់ដល់អាយុជីវិតមនុស្សនិងភពផែនដីហើយយើងចាំមើលថានៅក្នុងឆ្នាំ2025នេះគ្រោះសង្គ្រាមឬហៅថាការផ្ទុះសង្គ្រាមរបស់ភពផែនដីឬរវាងមនុស្សនិងមនុស្សនេះកំពុងកើតឡើងយ៉ាងក្តៅកគុកយ៉ាងណាទី3ពាក់ព័ន្ធជាមួយនឹងអាកាសធាតុនិងធម្មជាតិដែលមានការប្រែប្រួលខ្លាំងនៅក្នុងឆ្នាំ2025ក្តៅត្រជាក់មិនស្មើគ្នានាំឲ្យមានបញ្ហាសុខភាពមនុស្សឈឺច្រើនណាស់ជាពិសេសជំងឺកាចសាហាវក៏កើតឡើងនិងចូលមកកាន់ផែនដីវាយលុកមកកាន់មនុស្សលោករបស់យើងឬហៅថារាងកាយប្រព័ន្ធការពាររបស់មនុស្សចាប់ផ្ដើមចុះខ្សោយគ្រប់គ្នាទី1គឺមានជំងឺរាតត្បាតប្រភេទថ្មីកើតឡើងឬមានកម្លាំងគុណនឹង3អាចសម្លាប់មនុស្សបានភ្លាមឬហៅថាសម្លាប់មនុស្សត្រឹមតែមួយប្រពេចភ្នែកបង្កអាការៈដូចជាឈឺក្បាលចុកពោះចុកដៃជើងក្តៅខ្លួនឬអស់កម្លាំងក្អកពងបែកពេញខ្លួនជាសញ្ញាប្រាប់ហេតុមិនល្អត្រឹមតែរយៈពេល3ទៅ5ថ្ងៃឬ7ថ្ងៃប៉ុណ្ណោះគឺមនុស្សស្លាប់ហើយគួរឲ្យខ្លាចពិសេសក្មេងចាស់គឺស្លាប់ច្រើនមែនទែនហើយបណ្ដាប្រទេសមួយចំនួនជុំវិញពិភពលោកក៏ជួបរឿងរ៉ាវស្រដៀងឬដូចគ្នានេះដែលពិបាកនៅក្នុងការព្យាបាលសពថ្ងៃនេះជំងឺដែលកាចសាហាវបំផុតដែលអាចសម្លាប់មនុស្សច្រើនគឺជំងឺគ្រុនឈាមជំងឺទឹកនោមផ្អែមនិងមហារីកនេះតែម្ដងទី2គឺទឹកជំនន់ពាក់ព័ន្ធជាមួយនឹងទឹកជំនន់ទឹកភ្លៀងបណ្ដាលឲ្យជន់លិចគ្រប់បណ្ដាប្រទេសតំបន់ជុំវិញសកលលោកកាន់តែខ្លាំងនិងសាហាវជាងមុនឬជាងឆ្នាំមុនទៅទៀតជាមហន្តរាយវិនាសកម្មគ្រោះធម្មជាតិគួរឲ្យព្រួយបារម្ភនិងភ័យខ្លាចដោយសារតែប្រម៉ែគុំគាលោកចេញដាក់ទោសប្រហារមនុស្សឬមនុស្សទាំងឡាយដែលមានមាចិត្តបាបនៅក្នុងខ្លួនឬដល់ពេលដែលព្រះធម្មជាតិត្រូវចាត់ការមនុស្សទី3ពាក់ព័ន្ធជាមួយទំនាយដីប្រេះដីរំជួយប្រទេសមួយចំនួនពុំធ្លាប់ជួបសូម្បីតែនៅនគរខ្មែររបស់យើងក៏ត្រូវជួបរឿងរំជួយដីនេះដែរពិសេសបំណាក់ស្រុតដីស្រូបមនុស្សព្រះធរណីផ្ទុះរបើក
ផែនដីរបស់យើងបាត់បង់លំនឹងព្រះធរណីចេញដាក់ទោសមនុស្សចាត់ការអ្នកប្រមាថបំពានផែនដីសារអាក្រក់ធ្វើអាក្រក់មិនភ្ញាក់កែហើយដីមួយចំនួនឬមួយភាគធំត្រូវคล้ายទៅជាទឹកឬប្រទេសមួយចំនួនคล้ายទៅជាមហាសមុទ្រក៏មានដែរនេះជាទំនាយនៅក្នុងឆ្នាំជាបន្តបន្ទាប់ហើយឆ្នាំ2025នេះនឹងចាប់ផ្ដើមឡើងហើយទី4ពាក់ព័ន្ធជាមួយទំនាយភ្លើងឆេះគ្រោះអគ្គិភ័យកើតឡើងញឹកញាប់ពិសេសនៅរដូវក្តៅខ្លាំងមានភ្លើងផ្ទុះចេញពីក្រោមផែនដីធាតុអាកាសក្តៅស្ទើរតែឆេះដូចជាភ្លើងមនុស្សសត្វរុក្ខជាតិរងគ្រោះធ្ងន់ធ្ងរអំពីព្រះអគ្គិឬកំហឹងនៃភ្លើងឬហៅថាព្រះអគ្គិកំពុងតែចាត់ការមនុស្សដែលបំពេញមកលើផែនដីដូច្នេះគ្រោះភ្លើងឆេះគ្រោះភ្លើងដែលកើតឡើងនេះគឺនឹងកើតឡើងផ្ទួននៅក្នុងឆ្នាំជាបន្តបន្ទាប់ទៀតទី5ពាក់ព័ន្ធជាមួយនឹងខ្យល់ពុលផ្សែងអះពពកបង្កជាជំងឺតាមផ្លូវដង្ហើមទឹកភ្លៀងឬក៏ជាជំងឺរលាកស្បែកសួតមនុស្សស្លាប់កាន់តែច្រើនឡើងប្រភពនៃមហន្តរាយនេះគឺបង្កមកពីសារធាតុគីមីឧស្ម័នពុលការផលិតនុយក្លេអ៊ែររួមមានការកង្វះទឹកស្អាតប្រើបរិយាកាសអាប់អួរទឹកពុលបង្កគ្រោះថ្នាក់ដល់សុខភាពរបស់មនុស្សរបស់យើងហើយដូច្នេះហើយមនុស្សទាំងឡាយទាំងពួងក៏មានអាការៈវិលមុខធីងធងខ្យល់ចាប់ឬខ្យល់កោស្លាប់បង្កជាគ្រោះហេតុភ្លាមដែលមិនអាចនឹកស្មានដល់សម្រាប់រឿងរ៉ាវជាបន្តទៀតគឺពាក់ព័ន្ធជាមួយនឹងបញ្ហាសេដ្ឋកិច្ចពិភពលោកបណ្ដាលឲ្យប្រទេសមួយចំនួនធ្លាក់ចុះខ្លាំងមុខចំនួនត្រូវខ្សែធនច្រើនមនុស្សរាសីដាក់អរិយជន់កម្មចាស់តាមទាន់អស់បុណ្យអស់ទ្រព្យសម្បត្តិខ្លះត្រូវស្លាប់បាត់បង់ជីវិតឬហៅថាអស់ស័ក្តិអស់បុណ្យចាញ់អាត្មាខ្លួនឯងព្រោះភាពលោភលន់នឹងអំពើអាក្រក់ដែលខ្លួនឯងធ្វើជារឿយឬហៅថាធ្វើជាប់មិនដាច់ពីមួយឆ្នាំទៅមួយឆ្នាំដល់ពេលម្ចាស់វេនកម្មត្រូវដាក់ទុកទោសហើយបញ្ហាដែលបន្តមកទៀតគឺពាក់ព័ន្ធជាមួយសង្គមមនុស្សជួបបញ្ហាប្រឈមខ្លាំងនៅពេលដែលសេដ្ឋកិច្ចធ្លាក់ចុះមនុស្សអត់ការងារធ្វើច្រើនពិបាករកចំណូលដោយសារគ្រោះវិបត្តិធម្មជាតិផងដោយសារគ្រោះនៃការប្រជែងរបស់មនុស្សបច្ចេកវិទ្យាកាន់តែទំនើបការវិបត្តិធ្ងន់ធ្ងរភាពអត់ឃ្លានក៏ចាប់ផ្ដើមឡើងកើតមានអំពើចោរកម្មការលួចឆក់ប្លន់សម្រាប់គ្នាគួរឲ្យភ័យខ្លាចទូទាំងពិភពលោកព្រោះដោយសារពេលនោះមនុស្សទាំងឡាយគឺដណ្ដើមហែកសាច់គ្នាស៊ីឬហៅថាធ្វើយ៉ាងម៉េចឲ្យតែខ្លួនបានរស់ព្រោះអ្វីៗគ្រប់យ៉ាងមានការប្រែប្រួលផ្លាស់ប្ដូរយើងចូលមកកាន់ទំនាយផ្លូវបារមីនៅក្នុងឆ្នាំ2025វិញដែលពាក់ព័ន្ធជាមួយនឹងបញ្ហារឿងរ៉ាវជាច្រើននិងរឿងរ៉ាវផ្លូវងងឹតផ្លូវខាងក្នុងដែលកើតឡើងគឺមានពួកអសល់ពពួកមាឬហៅថាពពួកខ្មោចជាច្រើនដែលចេញរាតត្បាតធ្វើសង្គ្រាមជាមួយមនុស្សឬជាពិសេសជាមួយមនុស្សមួយចំនួនដែលមានបុណ្យទាបត្រូវអមនុស្សចូលសន្ធិដ្ឋបញ្ជ្រាបចិត្តដោយសារតែមានវិបត្តិកម្មចាស់តាមទាន់ក៏សម្លាប់ខ្លួនឬក៏អាចដៃលូតទឹកជាដើមគ្រប់សញ្ញាណប្រភេទទាំងឡាយដែលមនុស្សត្រូវរងគ្រោះដោយសារតែមនុស្សទាំងអស់នោះគឺមានបុណ្យទាបហើយជាមនុស្សដែលមានកម្មពៀឬកម្មចាស់ជាមួយនឹងបុគ្គលឬក៏អមនុស្សដែលធ្វើពៀធ្វើបាបជាមួយនឹងគ្នាពីមុនមកក៏គេត្រូវចេញប្រហារនៅក្នុងឆ្នាំ2025នេះហើយមនុស្សមួយចំនួនក៏ទៅរងគ្រោះជាច្រើនដែរហើយពាក់ព័ន្ធជាមួយនឹងបញ្ហាក្នុងការមានជំងឺរាតត្បាតផ្សេងក៏ពាក់ព័ន្ធជាមួយនឹងពពួកអសល់ដែលបញ្ជ្រាបឬហៅថាពពួកព្រាយផ្សែងជំងឺនេះដែរមនុស្សកើតជំងឺផ្លូវចិត្តសម្រាប់គ្នាសាហាវឬហៅថាសម្រាប់បងប្អូនឯងសម្រាប់សាច់ញាតិឪពុកម្ដាយបងប្អូនខ្លួនឯងក៏នៅតែបន្តកើតឡើងព្រោះដោយសារមនុស្សអត់មានសិលនៅក្នុងខ្លួនឬក៏មានមាឬអសល់បញ្ជ្រាបចិត្តកាន់តែសាហាវឡើងមនុស្សមួយចំនួនកើតគ្រោះស្លាប់ឬក៏គ្រោះឧបទ្ទវហេតុកម្មតាមទាន់ផ្ទួនឬហៅថាជួបហេតុស្ទើរតែមិនគួរឲ្យជឿរិស័យដាក់អរិយជន់មនុស្សកម្មក្រាស់ជារឿងក៏ត្រូវកើតឡើងឬគ្រោះហេតុដែលមិនសមជាគ្រោះហេតុក៏ត្រូវកើតឡើងដែរពួកមនុស្សបោកប្រាស់ឬក៏មនុស្សបន្លែបន្លំតួអង្គមួយចំនួនឬក៏មនុស្សដែលមានការចេញសម្ដែងលាក់មុខឬក៏កញ្ជ្រោងលាក់មុខនោះនឹងត្រូវបើកបង្ហាញការពិតឲ្យបានដឹងច្រើននៅក្នុងឆ្នាំ2025មនុស្សឈួតចេញច្រើនពួកអសល់មានបញ្ជ្រាបចិត្តច្រើនឬហៅថាពពួកនោះជាមនុស្សដែលសម្បកទទេឬមានសតិមិនល្អមិនប្រក្រតីត្រូវពួកអសល់មាឬក៏ពពួកអមនុស្សអាក្រក់ផ្ញើខ្លួនប្រាណនៅហើយមនុស្សឈួតច្រើនដោយសារតែវិបត្តិផ្លូវចិត្តវិបត្តិរបស់ខ្លួនឯងជួបរ៉ាវទប់លំបាកនៅក្នុងឆាកជីវិតអត់មានបញ្ញានៅក្នុងខ្លួនហើយម្យ៉ាងវិញទៀតមនុស្សដែលមានកម្មគឺត្រូវទទួលកម្មរបស់ខ្លួន
មានន័យថាមនុស្សសាងអីត្រូវទទួលផលនឹងពិតស្ដាយនៅក្នុងឆ្នាំ2025បុគ្គលទាំងឡាយដែលជាអ្នកសាងពៀសាងបាបធ្វើអាក្រក់ធ្វើអំពើអបាយមុខទាំងឡាយនៅក្នុងឆ្នាំ2025នេះនឹងត្រូវទទួលកម្មរបស់ខ្លួនមិនថាអ្នកនោះមានឋានៈបុណ្យស័ក្តិទូនាទីខ្ពស់យ៉ាងណាក៏ដោយឲ្យតែសាងប្រព្រឹត្តកម្មក្រាស់ត្រូវតែទទួលកម្មជាប់មិនដាច់នៅក្នុងឆ្នាំ2025ឬហៅថារិស័យធ្លាក់ចុះអរិយតាមតន់ជន់ធ្វើឲ្យមានបញ្ហាគ្រោះកាយគ្រោះកម្មឬគ្រោះថ្នាក់ដល់ជីវិតទំនាយនាគផុសក៏ត្រូវកើតឡើងជាបន្តដែរគឺមាននាគក្រិចមួយអង្គនៅត្រូវឡើងផុសនៅក្នុងឆ្នាំ2025នេះបង្ហាញឲ្យមនុស្សបានដឹងជាដំណើរប្រាប់ហេតុអំពីរឿងរ៉ាវការប្រែប្រួលឬក៏ដំណើរឲ្យមនុស្សបានដឹងអំពីសភាវៈឬក៏ទូអង្គបារមីខាងក្នុងដែលលោកយាងមកដំណើរឲ្យមនុស្សគ្រប់គ្នាបានដឹងទំនាយបន្តនៅក្នុងឆ្នាំ2025នៅក្នុងផ្លូវបារមីគឺមនុស្សទាំងឡាយមានការដឹងញាណឬចង់ដឹងញាណឬក៏ជាមនុស្សដែលមានសញ្ញាញាណពិសេសកើតឡើងច្រើននៅក្នុងឆ្នាំ2025ព្រោះថាទូអង្គអ្នកមានឧបនិស្ស័យជាបុត្រព្រះកូនព្រះមួយចំនួនជាមនុស្សដែលមាននិស្ស័យខ្ពស់ក៏ត្រូវមានការស្វែងយល់ឬចាប់អារម្មណ៍ដឹងអំពីរឿងរ៉ាវផ្លូវបារមីឬក៏រឿងរ៉ាវអរូបីខាងក្នុងដូច្នេះហើយរាល់ទំនាយរឿងរ៉ាវផ្សេងទាំងឡាយគឺពួកគេមានការដឹងញាណឬដឹងរឿងច្រើនឬចង់ដឹងរឿងរ៉ាវអតីតរបស់ខ្លួនឯងសម្រាប់ទំនាយនៅក្នុងឆ្នាំ2025នេះគឺសូមឲ្យបងប្អូនទាំងឡាយស្ដាប់ហើយមានការពិចារណាហើយមានការតាមដាននៅដំណើរនៃការប្រែប្រួលនេះទុកមុនឲ្យបានច្បាស់លាស់ដើម្បីជួយជាបញ្ញាឬក្នុងការត្រេះរិះធ្វើកិច្ចការងារទាំងឡាយឲ្យបានប្រុងប្រយ័ត្នកុំឲ្យកើតហេតុឬគ្រោះភ័យទុកសោកទាំងឡាយទាំងពួងព្រោះថាគ្រោះផ្សេងដែលកើតឡើងសម្រាប់មនុស្សមួយចំនួននៅក្នុងឆ្នាំ2025នេះជាគ្រោះហេតុដែលមិនសមគួរនឹងកើតក៏ត្រូវតែនឹងកើតដែរព្រោះថាជាកម្មរបស់មនុស្សអ្នកណាសាងអីគឺទទួលផលនឹងបើសិនជាមនុស្សទាំងឡាយមិនភ្ញាក់កាយមិនសង្វាតរកសិលទានភាវនារក្សាសិល5ឲ្យជាប់ទេនឹងត្រូវសម្អាតរែងយកចាប់ពីឆ្នាំ2025នេះទៅសម្រាប់ឆ្នាំ2025នេះទៀតសោតមិនថាមនុស្សលោកក្តីជាតួអង្គក្តីក៏ត្រូវទទួលតាមផលកម្មអំពើបាបអំពើល្អរបស់ខ្លួនឲ្យបានសាងសម្រាប់ការអធិប្បាយអំពីទំនាយឆ្នាំ2025ក៏បានមកដល់ទីបញ្ចប់ខ្ញុំបាទសូមអរគុណសូមគោរពលា